ខ្ញុំជាអ្នកប៉ះកង់ស្មោះត្រង់ព្រោះចង់មានស្នេហ៍លួចស្រឡាញ់កូនគេប្រាប់ម៉ែឲ្យចូលដណ្ដឹងក្រែងលោនាងព្រមខ្ញុំត្រេកអរមិនស្ទើរបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរក៏អារម្មណ៍ល្អមកធ្វើម្ហូបបដាច្រៀងបដាបងប្អូនថ្ងៃនេះដែរក៏មានមេនុយឆាខ្ញីសម្រាប់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាទៀតហើយបងប្អូនហើយថ្ងៃនេះម៉ោងដូចជា11ហើយបងប្អូនហើយក៏កូនចៅរបស់ខ្ញុំគាត់ត្រូវទៅរៀនដែរឡៃច្រៀងបដាធ្វើម្ហូបបដាបែបសង្ស័យថាអត់ទាន់ម្ហូបសម្រាប់កូនញ៉ាំទៅសាលាទេប៉ុន្តែអត់អីទេបងប្អូនហើយឥឡូវក៏យើងរៀបចំគ្រឿងហើយផងដែរអញ្ចឹងយើងចម្អិនក៏វាមិនយូរប្រហែលដែរបងប្អូនហើយឥឡូវយើងកុំឲ្យខាតពេលវេលាយូរបងប្អូនមកមើលការធ្វើម្ហូបឆាខ្ញីជាមួយខ្ញុំទាំងអស់គ្នាហើយនេះដែរគឺជាគ្រឿងផ្សំសម្រាប់ឆាខ្ញីបងប្អូនខ្ញីនេះដែរក៏ខ្ញុំទិញមកពីផ្សារបងប្អូនហើយគេចិត្តស្រាប់អីអញ្ចឹងណាហើយសាច់មាន់នេះគឺខ្ញុំយកតែផ្លូវមាន់សុទ្ធទេព្រោះវាសម្បូរសាច់ញ៉ាំបងប្អូនហើយដូចជាសម្រាប់គ្រឿងផ្សំក៏អត់មានច្រើនដែរមានស្ករអំបិលម្សៅស៊ុបប៊ីចេងហើយនិងទឹកស៊ីអ៊ីវខាប់បងប្អូនហើយខ្ញុំប្រើជាមួយនឹងទឹកស៊ីអ៊ីវខាប់បងប្អូនឥឡូវយើងមកមើលការធ្វើម្ហូបឆាខ្ញីរបស់ខ្ញុំបងប្អូនហើយឆាខ្ញីជាទូទៅគឺខ្ញុំអត់ដែលឆាខ្ញីមុនទេបងប្អូនប៉ុន្តែដោយសារតែកូនរបស់ខ្ញុំគាត់អត់សូវចូលចិត្តជាតិហឹររបស់ខ្ញីអញ្ចឹងហើយខ្ញុំក៏ថ្ងៃនេះក៏ខ្ញុំមកឆាខ្ញីមុនអញ្ចឹងណាបងប្អូនឬក៏យើងនិយាយថាបំពងខ្ញីអញ្ចឹងណាបងប្អូនហើយយើងចាក់ខ្លាញ់ក្នុងផ្ទះអញ្ចឹងទៅហើយយើងយកខ្ញីដែលយើងបានចិត្តហើយហ្នឹងយើងយកវាទៅបំពងក្នុងខ្លាញ់បងប្អូនបំពងក្នុងខ្លាញ់ឲ្យវារាំងមានជាតិខ្សាច់ខ្ញីហ្នឹងវាឡើងទន់បន្តិចទៅចាំយើងដួសទុកវាមួយឡែកសិនព្រោះយើងធ្វើបែបនេះខ្ញីរបស់យើងគឺវាអត់ហឹរទេបងប្អូនប៉ុន្តែក្លិនឈ្ងុយគឺវានៅតែឈ្ងុយដដែលទេបងប្អូនគ្រាន់តែថាសភាពនៃការខ្ញីហ្នឹងវាអត់សូវហឹរដូចយើងដាក់ស្រស់អញ្ចឹងណាបងប្អូនហើយបន្ទាប់ពីខ្ញុំបំពងខ្ញីហើយក៏ខ្ញុំដួសខ្ញីដាក់ចានមកហើយបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមយកសាច់មាន់ចាក់ចូលតែម្ដងព្រោះខ្ញុំស្ដាយខ្លាញ់ព្រោះឃើញខ្លាញ់នៅច្រើនដែរបងប្អូនហើយបន្ទាប់មកគឺខ្ញុំរំលីងសាច់ហ្នឹងឲ្យវាស្ងួតទឹកបន្តិចសិនព្រោះសាច់មាន់បីសះវាសម្បូរជាតិទឹកបងប្អូនដល់ពេលអញ្ចឹងយើងត្រូវការសម្ងួតវាសិនដើម្បីឲ្យយើងឆាទៅកុំសូវមានទឹកច្រើនអញ្ចឹងណាហើយបន្ទាប់មកទៀតក៏ខ្ញុំចាប់ផ្ដើមបំពងខ្ទឹមបងប្អូនបំពងខ្ទឹមហើយក៏ខ្ញុំដាក់ទឹកស៊ីអ៊ីវខាប់នឹងចូលតែម្ដងបងប្អូនបន្ទាប់ពីខ្ញុំដាក់ទឹកស៊ីអ៊ីវខាប់ហើយខ្ញុំក៏យកវែកឆានឹងទៅកូរវាបន្តិចទៀតទៅដើម្បីឲ្យវាចូលជាតិគ្នាបន្ទាប់ពីនឹងមកហើយយើងកូរវាជុចឆាច់អញ្ចឹងទៅបងប្អូនហើយបន្ទាប់មកទៀតក៏យើងយកខ្ញីដែលយើងបានឆាហើយហ្នឹងយើងក៏ចាក់ចូលទៅក្នុងខ្ទឹមដែលយើងកំពុងតែបំពងនេះបងប្អូនបន្ទាប់ពីយើងចាក់ខ្ញីចូលរួចអស់ហើយយើងក៏ចាប់ផ្ដើមយកវែកឆាទៅកូរវាច្បល់វាដើម្បីឲ្យវាសព្វបន្ទាប់មកទៀតមកយើងក៏ចាប់ផ្ដើមធ្វើការដាក់ម្សៅស៊ុបអំបិលប៊ីចេងស្ករទៅតាមចំណង់ចំណូលចិត្តដែលយើងចង់ដាក់បងប្អូនហើយបន្ទាប់ពីយើងដាក់ស្ករម្សៅស៊ុបអំបិលប៊ីចេងហើយបាទចុងក្រោយគឺអត់មានអីទេគឺយើងចាប់ផ្ដើមដាក់សាច់មាន់ដែលយើងបានរំលីងទុករួចហ្នឹងយើងចាប់ផ្ដើមដាក់វាចូលទៅជាការស្រេចហើយបងប្អូនហើយឆាខ្ញីនេះដែរគឺបើបងប្អូនឆាដូចខ្ញុំអញ្ចឹងគឺធានាថាបងប្អូនកូនបងប្អូនដែលគាត់អត់សូវចូលចិត្តក្លិនខ្ញីឬក៏ចូលចិត្តការ
ហិលរបស់ខ្ញីហ្នឹងក៏គាត់អាចញ៉ាំបានដែរបងប្អូនព្រោះធ្វើបែបនេះខ្ញីរបស់យើងគឺអត់សូវមានក្លិនឆួលក្លិនហិលទេបងប្អូនប៉ុន្តែវានៅតែឈ្ងុយក្លិនខ្ញីដដែលប៉ុន្តែគ្រាន់តែថាវាកាត់បន្ថយការជាតិហិលរបស់ខ្ញីបងប្អូនហើយនេះឥឡូវមកមើលសកម្មភាពដែលខ្ញុំធ្វើម្ហូបវិញឥឡូវខ្ញុំក៏កូរច្បល់ហើយក៏ខ្ញុំដាក់ដើមខ្ទឹមបងប្អូនខ្ញុំហាន់ដើមខ្ទឹមមកក៏រោយទៅពីលើអញ្ចឹងទៅហើយរួចជាការស្រេចហើយបងប្អូនប៉ុន្តែខ្ញុំទុកវាមួយសបកបន្តិចទៀតដើម្បីឲ្យអាទឹកដែលវាចេញពីជាតិមាន់ព្រោះបញ្ញាប់ពេកបងប្អូនក៏អត់បានរំលីងឲ្យវាស្ងួតល្អទេដល់ពេលអញ្ចឹងយើងដាក់ទៅក៏វាចេញមកទៀតអញ្ចឹងក៏ខ្ញុំទុកវារាំងយូរដែរបងប្អូនដើម្បីឲ្យអាជាតិទឹកនឹងវាស្ងួតឲ្យអស់អញ្ចឹងបងប្អូនបាទជាចុងក្រោយក៏អត់មានអីដែរហើយការឆាខ្ញីរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបន្ទាប់មកទៀតក៏យើងចាប់ផ្ដើមដួសញ៉ាំទៅបងប្អូនហើយសម្រាប់វីដេអូនេះដែរក៏ជាការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយមានអីនេះទេបើសិនជាមានការខុសឆ្គងលើសលោះពាក្យសម្ដីណាមួយដែលមិនសមរម្យសូមបងប្អូនខន្តីអភ័យទោសពីព្រោះខ្ញុំបាទក៏អត់សូវប៉ិនអត្ថាធិប្បាយដែរបងប្អូនហើយបាយជម្រាបលាទាំងអស់គ្នាសុខភាពល្អរកស៊ីទទួលទានមានបានសម្រាប់ឆ្នាំថ្មីហើយឆ្នាំថ្មីនេះដែរក៏បងប្អូនមានគម្រោងទៅដើរលេងនៅណាដែរបងប្អូនហើយសម្រាប់ខ្ញុំក៏ប្រហែលជាអត់មានគម្រោងទៅណាទេព្រោះជាពិសេសសំខាន់គឺថវិកាអញ្ចឹងបងប្អូនអញ្ចឹងដល់ពេលអត់សូវមានថវិកាប្រហែលជាអត់បានទៅណាទេបងប្អូនបាទជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ